តែអ្នកជឿទេបើសិនជាអ្នកវិនិយោគ$1000អ្នកនឹងទទួលបាន$55មកវិញបើសិនជាអ្នកវិនិយោគជាមួយនឹងអ្នកវិនិយោគម្នាក់នេះបាទរឿងនេះជាការពិតបាទបើសិនជាអ្នកវិនិយោគ$1000ជាមួយលោក Warren Buffett ដែលជាអ្នកវិនិយោគល្បីល្បាញជាងគេនៃសកលលោកនៅឆ្នាំ1965 60ឆ្នាំក្រោយមកលោកអ្នកនឹងទទួលបាន$55មកវិញនេះជាការទទួលបានផលច្រើនជាងគេសម្រាប់អ្នកដែលពូកែវិនិយោគបានអញ្ចឹងលោក Warren Buffett គាត់ជាអ្នកពូកែវិនិយោគជាងគេបានហើយគាត់ចូលចិត្តមើលទៅលើក្រុមហ៊ុនដែលមានតម្លៃសមរម្យហើយគាត់នឹងទិញភាគហ៊ុននៅក្នុងក្រុមហ៊ុននឹងបានហើយគាត់ក៏មើលទៅលើក្រុមហ៊ុនមួយចំនួនពេលដែលមានវិបត្តិសេដ្ឋកិច្ចគាត់គិតថានឹងធូរថ្លៃគាត់នឹងទិញក្រុមហ៊ុនហើយក្រុមហ៊ុនមួយចំនួនដែលគាត់ចូលចិត្តគឺក្រុមហ៊ុនដែលមាន brand power បាទមានយីហោដែលល្បីល្បាញឬមួយទៀតគឺមានលំហូរសាច់ប្រាក់ល្អបាទបានថាសាច់ប្រាក់គឺចូលរហូតចូលក្រុមហ៊ុនដែលធ្វើឲ្យក្រុមហ៊ុននឹងអាចចែកភាគលាភគាត់បានអញ្ចឹងគាត់បានទទួលផលជាភាគលាភហើយក៏គាត់បានទទួលផលជាតម្លៃហ៊ុនកើនឡើងផងដែរបាទហើយក៏គាត់មើលទៅលើអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនដែលគាត់ចង់វិនិយោគហ្នឹងណាជាពិសេសអ្នកគ្រប់គ្រងដែលមាន vision បាទចក្ខុវិស័យឆ្វេងឆ្ងាយហើយគាត់ធ្វើអ្វីដែលជាបច្ចេកវិទ្យាមួយដែលអាចថានឹងជំនួសនៅបច្ចេកវិទ្យាចាស់បាទដូច BYD អីហ្នឹងគឺគាត់វិនិយោគណាបាទហ្នឹងហើយអញ្ចឹងគាត់ធ្វើការវិនិយោគជាច្រើនអញ្ចឹងខ្ញុំលើកតើវិនិយោគមួយចំនួនធំដែលគាត់វិនិយោគបានជោគជ័យអញ្ចឹងណាអញ្ចឹងខ្ញុំលើកឧទាហរណ៍ការវិនិយោគគាត់មួយគឺ Apple បាទ Apple ហ្នឹងគាត់ទិញនៅឆ្នាំចាប់ដើមទិញហ៊ុន Apple ឆ្នាំ2016ដល់2018ចំណាយ$36,000បាទហើយគាត់ទទួលបានផលមកវិញនៅឆ្នាំនេះ2025នេះតម្លៃហ៊ុន Apple ដែលគាត់មានគាត់ទទួលបានផល$150,000បាទហើយគាត់វិនិយោគ Coca-Cola បាទបាន brand power គាត់ចូលចិត្ត brand យីហោណាល្បីៗគាត់វិនិយោគនៅឆ្នាំ1988$1.3,000,000បាទហើយឥឡូវនេះគឺគាត់ទទួលបានតម្លៃភាគហ៊ុនឡើងរហូតដល់$24,000បូកនឹងភាគលាភមួយចំនួនធំដែលគាត់ប្រមូលបានជារៀងរាល់ឆ្នាំពីខាង Coca-Cola បាទអញ្ចឹងក្រុមហ៊ុនដូច Coca-Cola គាត់ចូលចិត្តបាទបានគេចែកភាគលាភហើយតម្លៃហ៊ុនកើនឡើងទៀតបែបអញ្ចឹងគាត់ចូលចិត្តមួយទៀតគាត់វិនិយោគទៅលើក្រុមហ៊ុនហិរញ្ញវត្ថុបាទ American Express បាទ American Express ដូច Visa card credit card អញ្ចឹងបាទគឺគាត់មានកាតទៅហើយមកយកកាតទៅចាយគាត់វិនិយោគមក$1.3,000,000នៅឆ្នាំទសវត្សរ៍1990ឥឡូវនេះគឺតម្លៃហ៊ុនស្មើនឹង$26,000ហើយបាទតម្លៃហ៊ុនគាត់បាទអញ្ចឹងវាជិត20ដងបាទពីអ្វីដែលគាត់វិនិយោគហើយមួយទៀតដែលយើងចាប់អារម្មណ៍គឺ BYD បាទគាត់វិនិយោគ BYD តាំងដំបូងបាទតាំង Elon Musk សោតពី BYD ព្រោះគាត់ដឹងថា BYD ជាក្រុមហ៊ុនផលិតថ្មខ្លាំងរឿងផលិតថ្មដែរបងអញ្ចឹងគាត់ចាប់អារម្មណ៍ពេលដែលគាត់ចាប់ដើមធ្វើឡានអគ្គិសនីព្រោះឡានអគ្គិសនីផ្អែកទៅលើថ្មហ្នឹងហើយអញ្ចឹង BYD គឺប្រកែលេខ1ខាងផលិតថ្មអញ្ចឹងគាត់វិនិយោគកាលនោះតែ$232,000,000ទេនៅឆ្នាំ2008បាទក្រុមហ៊ុនគាត់ណាហើយឥឡូវនេះគឺតម្លៃហ៊ុនដែលគាត់មានគឺ$9,000,000,000បាទអញ្ចឹងបានទទួលដល់ទៅ40ដងបាទពីអ្វីដែលគាត់វិនិយោគហ្នឹងបាទមួយទៀតគឺ GetGo បាទ GetGo ហ្នឹងគឺក្រុមហ៊ុនធានារ៉ាប់រងគាត់វិនិយោគតែ$45,000,000ទេចាប់ផ្ដើមវិនិយោគឆ្នាំ1976បាទឥឡូវនេះគាត់បាន$50,000,000មកវិញបាទក្នុងតម្លៃហ៊ុនរបស់គាត់ណាអញ្ចឹងបាត់$45,000,000បាន$50,000,000មកវិញគឺ1000ដងបាទទទួលបាន1000ដងពីអ្វីដែលគាត់វិនិយោគមួយទៀតគាត់វិនិយោគលើ Washington Post បាទកាសែត Washington Post ហ្នឹងឆ្នាំ1973ហើយគាត់លក់ហ៊ុននៅឆ្នាំ2013បាទក្រោយមកហ្នឹងណាលក់ក្នុងតម្លៃ$1,000,000អញ្ចឹងគាត់វិនិយោគ10លានហើយលក់បាន$1,000,000មកវិញនៅឆ្នាំ2013បាទអញ្ចឹងបានទទួលបាន100ដងនៅអ្វីដែលគាត់វិនិយោគមួយទៀតគាត់វិនិយោគក្រុមហ៊ុន Moody's បាទក្រុមហ៊ុនតើតើនឹងសិក្សាទិន្នន័យហិរញ្ញវត្ថុណាគាត់វិនិយោគខ្ទង់កាលហ្នឹង$499,000,000នៅឆ្នាំ2000ឥឡូវនេះគាត់ទទួលបាន$9,000,000មកវិញបាទនៅឆ្នាំ2025ហ្នឹងបាទអញ្ចឹងវា6-10ដងអីអ្វីដែលគាត់វិនិយោគដែរបាទហើយមួយទៀតគាត់វិនិយោគក្រុមហ៊ុនអតេះភ្លើងបាទ BNSF Railway ហ្នឹងឆ្នាំ2009គាត់វិនិយោគ$26,000,000ឥឡូវនេះគាត់ទទួលបានតម្លៃហ៊ុនហ្នឹងដល់រហូតដល់$100,000,000បាទគឺកំណើន4ដងបាទមួយទៀតគាត់វិនិយោគក្រុមហ៊ុនដែលគាត់ចូលចិត្តហ្នឹងគឺក្រុមហ៊ុនស្ករគ្រាប់បាទ Sea Candy បាទគាត់វិនិយោគ$25,000,000នៅឆ្នាំ1972ឥឡូវនេះតាំងពីហ្នឹងមកគាត់ទទួលបានផលហើយទទួលបានលុយមកវិញនេះគឺ$2,000,000ហើយពីលុយចំណេញចូលលំហូរសាច់ប្រាក់ហើយនឹងបូកនឹងតម្លៃក្រុមហ៊ុនអីទៀតអញ្ចឹងគាត់ទទួលបានផលរហូតដល់70-80ដងបាទពីអ្វីដែលគាត់វិនិយោគហ្នឹងណាបាទតាំងតម្លៃក្រុមហ៊ុននិងតាំងលុយដែលគាត់ប្រមូលបានហ្នឹងបាទមួយទៀតគាត់វិនិយោគទៅលើ Bank America ពេលហ្នឹងវិបត្តិសេដ្ឋកិច្ចបាទនៅឆ្នាំ2011នេះគាត់ឃើញមានវិបត្តិសេដ្ឋកិច្ចគាត់ទិញហ៊ុនរបស់ក្រុមហ៊ុនរបស់ធនាគារ Bank America $5,000ឥឡូវមកដល់ឥឡូវនេះគឺគាត់បានតម្លៃហ៊ុនរបស់គាត់ឡើងដល់$30,000ហើយអញ្ចឹងគាត់ជាអ្នកវិនិយោគដែលល្បីល្បាញគាត់មើលក្រុមហ៊ុនណាដែលល្អបាទលេខ1អីចឹងហើយលក់នឹងធូរថ្លៃគាត់មើលទិន្នន័យឃើញគាត់ទិញគាត់មើលទៅលើក្រុមហ៊ុនណាដែលមានចំណូលលំហូរសាច់ប្រាក់វិជ្ជមានដែលអាចឲ្យគាត់បានផលរាល់ឆ្នាំហើយក្រុមហ៊ុននឹងអាចមានទិសដៅដែលអាចកើនតម្លៃហ៊ុនបាទអញ្ចឹងគាត់បានផលផងគាត់បានតម្លៃហ៊ុនផងបាទហើយមួយទៀតក៏អាចថាដូច BYD ក្រុមហ៊ុនដែលមានអ្នកដឹកនាំមានចក្ខុវិស័យវែងឆ្ងាយហើយ
ជាបច្ចេកវិទ្យាមួយដែលអាចជំនួសនៅបច្ចេកវិទ្យាចាស់អញ្ចឹងណាដូចជា EV ហ្នឹងដែលអាចនឹងជំនួសនៅឡានដែលប្រើប្រេងអញ្ចឹងណាហ្នឹងហើយអញ្ចឹងគាត់ក៏វិនិយោគអញ្ចឹងទៅបាទអញ្ចឹងគាត់ជាអ្នកវិនិយោគដ៏អស្ចារ្យបាទដោយសារតែយើងបើគិតទៅ$1000បាទបើយើងពីក្មេងទៅខ្ញុំថា1000យើងវិនិយោគទៅ$100ចុះពីក្មេងទៅពេលយើង3 10មកដល់ឆ្នាំ1965ណាបាទមកដល់ឥឡូវ78យើងមានពី$100ក៏មាន$5.5មកវិញដែរបាទប៉ុន្តែយើងមើលឃើញបាទពេលហ្នឹងយើងគាត់ជាអ្នកវិនិយោគបែងឆ្ងាយអញ្ចឹងមានដឹងថា Warren Buffett ប្រកែប៉ុណ្ណឹងដែរមកដល់ឥឡូវហ្នឹងតែមកដល់ឥឡូវក៏គេគាត់ពិបាកដែរគាត់និយាយដែរគាត់ពិបាកគាត់មិនសូវវិនិយោគទេឥឡូវហ្នឹងព្រោះសារគាត់ឃើញដល់តម្លៃក្រុមហ៊ុនគឺខ្ពស់ពេកគាត់មើលមួយទិញមួយទេបាទអញ្ចឹងការផលដែលត្រឡប់បានមកវិញនៅថ្មីនេះក៏មិនល្អអស្ចារ្យខ្លាំងណាស់ដែរបើប្រៀបធៀបនឹងអ្វីដែលយើងដាក់មុនជាមួយគាត់ដូចថាឆ្នាំ1965 75 85អីហ្នឹងហ្នឹង90ជាងអីហ្នឹងគាត់បានផលច្រើនអ្នកដាក់ហ្នឹងគាត់មកដល់ឥឡូវក៏ខ្ញុំមើល check ទៅនៅការវិនិយោគគាត់បានផលជាប្រចាំប៉ុន្តែមិនបានច្រើនដូចមុនទេប៉ុន្តែបើសិនថាដាក់លុយ$1000ឆ្នាំ1965ធានាអ្នកនឹងបាន$55លានមកវិញបាទអូយអស្ចារ្យណាស់បាទហើយឥឡូវនេះគាត់បានលីលែងតំណែងចេញពីក្រុមហ៊ុនគាត់ហើយក្នុងអាយុ94ឆ្នាំណាក្រុមហ៊ុន Berkshire Hathaway បាទក្រុមហ៊ុនរបស់គាត់ហ្នឹងអញ្ចឹងលេងមានគាត់ទៅហើយអ្នកធ្វើវិនិយោគមានក្រុមហ៊ុនគាត់គាត់ថាប្រវត្តិគាត់គឺ60ឆ្នាំយើងគិតទៅជាមធ្យមគាត់ជោគជ័យរហូតហើយជាមធ្យមគាត់ឲ្យផលខ្ទង់ 20% ក្នុងមួយឆ្នាំមកវិញអញ្ចឹងណាវាខ្លាំងជាងធនាគារខ្លាំងជាងអីឆ្ងាយអញ្ចឹងអត់មានអ្នកឈ្នះគាត់បងទាំងធនាគារទាំងអីហ្នឹងអ្នកវិនិយោគក្នុងសកលលោកទាំងអស់អត់មានអ្នកឈ្នះគាត់ទេណា20%ជាមធ្យមបាទអញ្ចឹងពេលខ្លះគាត់មានហ៊ុនពេលខ្លះគាត់ឡើងដល់50%ពេលខ្លះគាត់ធ្លាក់មក5% 10% តែជាមធ្យមគឺ20%អញ្ចឹងអ្នកខ្លះអាចបាន100%មែនឆ្នាំហ្នឹងក្រោយមកធ្លាក់មកអវិជ្ជមាន20%អីក៏មានបាទអញ្ចឹងតែសម្រាប់ Warren Buffett 60ឆ្នាំមធ្យមគឺ20%ផលដែលទទួលបានហើយច្បាស់លាស់ណាស់បាទហើយគាត់ជាមនុស្សទិន្នន័យគាត់មើលទិន្នន័យត្រឹមត្រូវគាត់ check គាត់ចូលចិត្តមើលឯកសារទិន្នន័យហិរញ្ញវត្ថុហ្នឹងហ្មងគឺសំខាន់សម្រាប់គាត់ណាហើយគាត់ជីវិតគាត់ក៏រស់នៅបែបសាមញ្ញជិះឡានតែ$4-50000ឡានគាត់អត់ថ្លៃទេបាទជិះឡាន40000អីហើយចំណាស់10ឆ្នាំជាងអីឡានគាត់មិនសូវដូរទេហើយផ្ទះគាត់60ឆ្នាំមុននៅផ្ទះគាត់ដដែលហ្នឹងបាទផ្ទះគាត់ទិញ60ឆ្នាំមុនហ្នឹងគាត់ដូរហើយបាទអញ្ចឹងគឺមនុស្សដែលសាមញ្ញខ្លាំងតែបើការវិនិយោគការគិតរបស់គាត់គឺខ្លាំងហ្មងបាទគឺការវិនិយោគមួយច្បាស់ខ្លាំងណាស់អញ្ចឹងណាអញ្ចឹងខ្ញុំធ្វើមេតិកានេះគឺជំរុញឲ្យយើងគិតរឿងការវិនិយោគបាទហើយការវិនិយោគយើងគិតទៅថាជាមធ្យមអ្នកបកាយវិនិយោគបាន20%ជាមធ្យមគឺខ្លាំងណាស់អញ្ចឹងបើអ្នកដែលគាត់សន្យាតាម100% 200%ធានាកុំជឿបាទអាចការវិនិយោគបាទបាន100%គ្រាន់តែមួយឆ្នាំអាចចំណាស់200%ក៏អាចដែរបាទតែវាអាចតែមួយពេលហើយមានឱកាសមួយបាទតែបើយើងកាន់លុយច្រើនដូចគាត់កាន់លុយច្រើនណាបាទ600បាទគាត់មាន$500,000 លានបាទឥឡូវលុយក្នុងដៃគាត់ក៏មាន$300,000 លានជាងដែរទេអញ្ចឹងអាលុយនឹងវិនិយោគក្នុងប្រព័ន្ធបាន20%ជាមធ្យមបើយើងមាន$1 លានអាចទេតែអាចវាដាក់មួយទៅត្រូវអីចឹងទៅបាទបាន100%មកវិញប៉ុន្តែសម្រាប់គាត់កាន់លុយច្រើនលុយក្នុងដៃគាត់ដូច$300,000 លានជាងហើយនឹងអ្វីដែលគាត់វិនិយោគមុនទៀតនោះវាច្រើនណាបាទ$600,000 មុនទៀតអញ្ចឹងយើងគិតទៅគឺមិនងាយទេបាទគាត់ឈ្នះធនាគារបាន5-6%ហ្នឹងការចំណាប់ 4% ផងអញ្ចឹងជាអ្នកវិនិយោគដ៏អស្ចារ្យបាទហើយគាត់ជា idol ខ្ញុំផងដែរបាទខ្ញុំសិក្សាបណ្ឌិតសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកហើយបើសិនជាចូលចិត្តវីដេអូខ្ញុំសូមចុច follow TikTok and Facebook channel របស់ខ្ញុំទៅបាទហើយកុំភ្លេចចែករំលែកវីដេអូហ្នឹងទៅកាន់មនុស្សឲ្យបានច្រើនអ្នកដើម្បីគាត់បានសិក្សាផង